And in case of emergency, please run and through the exit where you enter. An old assembly point in the car park right in front of the church. Thank you. Let the service begin. Hallelujah. អរគុណព្រះខ្ញុំសូមជម្រាបសួរដល់បងប្អូនទាំងអស់គ្នាលោកបងប្អូនទាំងអស់គ្នាសុខសប្បាយជាទេអរគុណព្រះ Happy Easter សូមឲ្យយើងបានសរសើរទាំងអស់គ្នា Happy Easter ខ្ញុំចូលរួមមកវិញហើយអរគុណព្រះសូមបងប្អូនបានសរុបចិត្តអតិថិដ្ឋានជាមួយខ្ញុំដើម្បីកើតបើកកម្មវិធីព្រះសួរព្រះអង្គជាព្រះដ៏បរិសុទ្ធព្រះអង្គជាព្រះដែលបង្កើតផ្ទៃមេឃនិងផែនដីនិងរបស់សត្វសារពើទាំងអស់ព្រមទាំងរូបគុណទាំងអស់គ្នាផងដែរគុណសូមព្រះអង្គបានគង់ជាមួយគុណទាំងអស់គ្នាសូមព្រះអង្គបង្ហាត់បង្រៀនកូននៅថ្ងៃនេះតាមរយៈបទចម្រៀងរបស់ព្រះអង្គតាមរយៈព្រះបន្ទូលរបស់ព្រះអង្គឲ្យកូនបានស្គាល់ព្រះអង្គយ៉ាងពិតប្រាកដអរគុណព្រះអង្គសូមព្រះអង្គជួយគុណទាំងគ្នាទាំងអ្នកលេងភ្លេងទាំងអ្នកច្រៀងទាំងអ្នកស្ដាប់ទាំងអ្នកចូលរួមទាំងអស់ផងដែរសូមព្រះអង្គគិតពរឲ្យគុណទាំងគ្នាមានអំណរក្នុងព្រះអង្គនៅថ្ងៃនេះហើយក៏រួមទាំងអស់គ្នាបានស្គាល់ព្រះអង្គយ៉ាងច្បាស់ថែមទៀតផងដែរព្រះសួរគុណសូមអរគុណព្រះអង្គគុណសូមថ្វាយគ្រប់ទាំងកិច្ចការទាំងអស់និងការក្រាបថ្វាយគុំព្រះអង្គនៅវេលារសៀលនេះនៅក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះគ្រីស្ទអាមែនអរគុណព្រះអង្គហើយយើងមកជឿក្នុងចម្រៀងសរសើរដល់ការព្រះអង្គលើលេខ52សពទុំផ្ទុំនៅក្នុងភ្នូសូមអ្នកជំនួយជួយឡើងមកដើម្បីជឿជឿសរសើរដល់ការព្រះអង្គ Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
ព្រះអង្គនៅបទទី2ដោយព្រោះទ្រង់រស់បាទ we have a new life with him អរគុណព្រះអង្គសូមអរគុណពលដល់លោកលោកបងប្អូនទៀតសូមអរគុណជ័យទៅចុះហើយយើងនឹងមានការអានព្រះបន្ទូលរបស់ព្រះអង្គសូមជ័យអ្នកអានព្រះបន្ទូលរបស់ព្រះអង្គ ข
ដែលនៅខាងលើវិញជាឋានដែលព្រះគ្រីស្ទគង់ខាងស្ដាំនៃព្រះចូលផ្ចំចិត្តទៅឯសេចក្តីទាំងអស់ដែលនៅខាងលើកុំឲ្យផ្ចំទៅឯសេចក្តីទាំងប៉ុន្មានដែលនៅផែនដីឡើយមិត្តអ្នករាល់គ្នាបានស្លាប់ហើយជីវិតអ្នករាល់គ្នាក៏លាក់ទុកក្នុងព្រះជាមួយនឹងព្រះគ្រីស្ទកាលណាព្រះគ្រីស្ទដល់ជាជីវិតដែលយើងបានលើកមកនោះអ្នករាល់គ្នានឹងលើកមកក្នុងសេរីល្អជាមួយនឹងទ្រង់ដែរ Good evening. I would like to read from the Gospel of Colossians, chapter 3, from verse 1 to 4. Since then, you have been raised with Christ. Set your heart on things above, where Christ is seated on the right hand of God. Set your mind on things above, not on earthly things. For you died, and your life is now hidden with Christ in God. When Christ, who in your life appears, then you also will appear with him in glory. This is the word of God. អរគុណផងបន្តមកទៀតយើងមានការលើកប្រាក់បង្ហាញសូមបងប្អូនពីនេះបានចេញមកដើម្បីលើកប្រាក់បង្ហាញហើយសូមអ្នកជួយជ្រាបផងដែរសូមជ្រាបមក đi làm bên này quay 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 bênយើងនឹងច្រៀងទំនុកដំណើរលេខ150trong vở Oh for Jesus Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
សូមបងប្អូនសូមលោកចិត្តដើម្បីនឹងអធិដ្ឋានប្រកបហើយអរគុណព្រះបិតាព្រះជាបត្រាព្រះញាណបរិសុទ្ធអរហើយគុណសូមអរគុណព្រះអង្គដែលព្រះអង្គបាននិយាយពេលវេលាគុណរបស់គ្នាបានក្រាបថ្វាយបង្គំដើម្បីសរសើរនិងបញ្ជូនព្រះអង្គបានរស់ឡើងវិញថ្ងៃនេះផងដែរគុណសូមអរគុណព្រះអង្គគុណបាននាំមកក្នុងវាយដ៏បរិសុទ្ធហើយគុណបានថ្វាយដល់ព្រះអង្គដល់អស់ពីចិត្តគុណសូមអរគុណព្រះអង្គសូមអរបានរៀបចំនៅបដិវាយនេះសម្រាប់កិច្ចការរបស់ព្រះអង្គទៅតាមសមត្ថភាពរបស់ព្រះអង្គដែរសូមអរបានប្រទានពរដល់កូនទាំងអស់គ្នាបានប្រកបទៅដោយសេចក្តីសុខសាន្តទាំងសុខភាពទាំងពលឹងវិញ្ញាណទាំងសុខភាពនៅខាងដៃពលឹងវិញ្ញាណផងដែរកូនសូមអរគុណព្រះអង្គសូមអរបានប្រទានពរដល់កិច្ចការទាំងអស់ដែលកូនបានដាក់ដៃធ្វើឲ្យចម្រើនទៅតាមសមត្ថភាពរបស់ព្រះអង្គផងដែរទាំង 30% 60% ទៅ 100% ផងដែរកូនសូមអរគុណព្រះអង្គកូនសូមអធិដ្ឋានកូនសូមថ្វាយនៅប្រាក់ដង្វាយអាយុជីវិតនិងព្រលឹងវិញ្ញាណរបស់កូនទាំងអស់គ្នាដាក់នៅក្នុងនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនអរគុណព្រះអង្គបន្តមកទៀតបងប្អូនក្រុមជំនុំយើងខ្ញុំមានរឿងខ្លីៗសម្រាប់ដើម្បីបញ្ជាក់ពីមូលហេតុហេតុអ្វីយើងទាំងអស់គ្នាជាកូនព្រះអង្គបានចូលមកថ្វាយគុំព្រះអង្គអបអរសាទរនៅថ្ងៃនេះអរគុណព្រះអង្គសូមឲ្យអញ្ជើញអ្នកលេងរឿងនៅថ្ងៃនេះពីព្រះយេស៊ូវមានប្រជញ្ញរស់ឡើងវិញសូមអញ្ជើញបាទនេះខ្ញុំជម្រាបសួរបងប្អូនក្នុងចំណោមការសេចក្តីស្រឡាញ់នៃព្រះអង្គម្ចាស់នេះខ្ញុំនឹងអាននៅគម្ពីរកូឡូសចំពុក3ខ1ដល់ខ4ខ1ដូច្នេះបើសិនជាអ្នករាល់គ្នាបានរស់ឡើងវិញជាមួយនឹងព្រះគ្រីស្ទនោះចូលស្វែងរកអស់ទាំងសេចក្តីដែលនៅខាងលើវិញជាឋានដែលព្រះគ្រីស្ទគង់ខាងស្ដាំនៃព្រះចូលផ្ចំចិត្តទៅឯសេចក្តីទាំងអស់ដែលនៅខាងលើកុំឲ្យផ្ចំទៅឯសេចក្តីទាំងប៉ុន្មានដែលនៅផែនដីឡើយទឹកអ្នករាល់គ្នាបានស្លាប់ហើយជីវិតអ្នករាល់គ្នាក៏លាក់ទុកក្នុងព្រះជាមួយនឹងព្រះគ្រីស្ទកាលណាព្រះគ្រីស្ទដល់ជាជីវិតដែលយើងបានលើកមកនោះអ្នករាល់គ្នានឹងលើកមកក្នុងសេរីល្អជាមួយនឹងទ្រង់ដែរ Good evening. I would like to read from the Gospel of Colossians, chapter 3, from verse 1 to 4. Since then, you have been raised with Christ. Set your heart on things above, where Christ is seated on the right hand of God. Set your mind on things above, not on earthly things. For you died, and your life is now hidden with Christ in God. When Christ, who in your life appears, then
you also will appear with him in glory. This is the word of God. អរគុណផងបន្តមកទៀតយើងមានការលើកប្រាក់បង្ហាញសូមបងប្អូនពីនេះបានចេញមកដើម្បីលើកប្រាក់បង្ហាញហើយសូមអ្នកជួយជ្រាបផងហើយសូមជ្រាប đi đi làm đi nè quên 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 quênយើងនឹងច្រៀងទំនុកដំណើរលេខ150អំពើ All for Jesus Love
ថ្ងៃដើម្បីឡើងមកប្រតិកម្មសម្រាប់ប្រាក់បង្វាយ សូមអរគុណសំណួរចិត្តដើម្បីនឹងអធិដ្ឋានប្រាក់បាយអរគុណព្រះបិតាព្រះជាបត្រាព្រះញាណបរិសុទ្ធអរឲ្យគុណសូមអរគុណព្រះអង្គដែលព្រះអង្គបាននិយាយពេលវេលាគុណរបស់គ្នាបានមកក្រាបថ្វាយបង្គំដើម្បីសរសើរនិងបញ្ជូនព្រះអង្គបានរស់ឡើងវិញនៅថ្ងៃនេះផងដែរគុណសូមអរគុណព្រះអង្គគុណបាននាំមកក្នុងវាយដ៏បរិសុទ្ធហើយគុណបានថ្វាយដល់ព្រះអង្គដល់អស់ពីគុណសូមអរគុណព្រះអង្គសូមអរបានរៀបចំនៅបដិវត្តនេះសម្រាប់កិច្ចការរបស់ព្រះអង្គទៅតាមសមត្ថភាពរបស់ព្រះអង្គដែរសូមអរបានប្រទានពរដល់កូនទាំងអស់គ្នាបានប្រកបទៅដោយសេចក្តីសុខសាន្តទាំងសុខភាពទាំងពលឹងវិញ្ញាណទាំងសុខភាពនៅខាងដៃពលឹងវិញ្ញាណផងដែរកូនសូមអរគុណព្រះអង្គសូមអរបានប្រទានពរនៅកិច្ចការទាំងអស់ដែលកូនបានដាក់តែធ្វើឲ្យចម្រើនទៅតាមសមត្ថភាពរបស់ព្រះអង្គផងដែរទាំង 30% 60% ទៅ 100% ផងដែរកូនសូមអរគុណព្រះអង្គកូនសូមអធិដ្ឋានកូនសូមថ្វាយនៅប្រាក់ទាំងវាយអាយុជីវិតនិងព្រលឹងវិញ្ញាណរបស់កូនទាំងអស់គ្នាដាក់នៅក្នុងនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន អរគុណព្រះអង្គបន្តមកជាតិបងប្អូនក្នុងចំណុំយើងខ្ញុំមានរឿងខ្លីៗសម្រាប់ដើម្បីបញ្ជាក់ពីមូលហេតុហេតុអ្វីយើងទាំងអស់គ្នាជាកូនព្រះអង្គបានចូលមកថ្វាយគុំព្រះអង្គអបអរសាទរនៅថ្ងៃនេះអរគុណព្រះអង្គសូមឲ្យអញ្ជើញអ្នកលេងរឿងនៅថ្ងៃនេះគឺព្រះយេស៊ូវមានប្រជញ្ញរស់ឡើងវិញសូមអញ្ជើញបាទ ចា៎យើងខ្ញុំសូមជម្រាបសួរដល់បងប្អូនទាំងអស់គ្នាដល់លោកអង្គពូមានទាំងអស់គ្នាដែលសេចក្ដីស្រឡាញ់ចា៎សូមអរគុណពរដល់បងប្អូនទាំងអស់គ្នាចា៎សូមអរគុណដល់ព្រះអង្គនៅពេលនេះចា៎យើងនៅពេលនេះយើងនឹងសម្ដែងរឿងនេះជាដំណើរព្រះយេស៊ូវបានសគត់ជំនួសបាបយើងជាង2ឆ្នាំជាង2000ឆ្នាំមុនរួចមកដែលយើងខ្ញុំសូមរំលឹកកម្មវិធីនេះឡើងវិញពីសេចក្តីស្រឡាញ់របស់ព្រះអង្គម្ចាស់នៃយើងដែលព្រះបានសម្ដែងមកឲ្យយើងខ្ញុំស្គាល់ដែលទ្រង់ចាត់ព្រះរាជបុត្រាទ្រង់តែមួយឲ្យមកក្នុងលោកីដើម្បីឲ្យយើងរាល់គ្នាបានរស់ដោយសារទ្រង់ការសម្ដែងរឿងនេះមានដូចតទៅគេឆ្កាងទ្រង់នៅទីនោះព្រមទាំងចោលកំណាចម្នាក់ផងម្នាក់ខាងស្ដាំម្នាក់ខាងឆ្វេងទ្រង់ហើយព្រះយេស៊ូវទ្រង់មានបន្ទូលថា អោព្រះបិតាអើយសូមអត់ទោសដល់អ្នកទាំងនេះផងបិទគេមិនដឹងជាគេធ្វើអ្វីទេរីឯចោលកំណាចម្នាក់ដែលជាប់ជួវាប្រមាថមើលងាយដល់ទ្រង់ថា បើឯងជាព្រះគ្រីស្ទពិតនោះជួយសង្គ្រោះខ្លួនឯងហើយនឹកចាំយើងផង ប៉ុន្តែម្នាក់ទៀតឆ្លើយបន្ទោសវាថាឯងមិនខ្លាចព្រះទេឬអីបិទឯងជាប់ទោសដូចគ្នាទៅឯងធ្វើគេធ្វើទោសយើងត្រូវហើយបិទយើងត្រូវទោសចំពោះការដែលយើងបានប្រព្រឹត្តប៉ុន្តែព្រះអង្គនេះមិនបានធ្វើខុសអ្វីសោះរួចអ្នកនោះទូលព្រះយេស៊ូវថាអោព្រះអង្គចាស់អើយកាលណាចូលទៅក្នុងនគរទ្រង់សូមនឹកចាំទូលបង្គំផងព្រះយេស៊ូវទ្រង់មានបន្ទូលទៅថាខ្ញុំប្រាប់អ្នកជាប្រកាសថាថ្ងៃនេះអ្នកនឹងចូលទៅក្នុងស្ថានបរមសុខជាមួយនឹងខ្ញុំដែរពេលនោះប្រហែលជាថ្ងៃត្រង់ហើយ
វិញ្ញាណទូលបង្គំទៅក្នុងព្រះហស្ថទ្រង់វិញ ការមានបន្ទូលពាក្យទាំងនេះរួចហើយនោះទ្រង់ផឹកដង្ហើមទៅ ក្នុងពីពេត្រុសទី1ខចំពោះ2ខ24ទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នាទៅលើរូបអង្គទ្រង់ជាប់លើឈើឆ្កាងដើម្បីឲ្យយើងបានរស់ខាងឯសេចក្តីសុចរិតដោយបានស្លាប់ខាងឯអំពើបាបហើយគឺដោយស្នាមជាំរបស់ទ្រង់ដែលអ្នករាល់គ្នាបានជា អាមែន បងមួយទាំងអស់គ្នានៅទីនេះដោយក្តីស្រឡាញ់ក្នុងព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទសូមអរគុណខ្លាំងណាស់ដែលបានអញ្ជើញមកកកនៅទីនេះចានៅថ្ងៃនេះហើយជាវគ្គបន្តទៅទៀតនេះគឺស្ត្រីបានរៀបចំទៅក្នុងព្រះយេស៊ូវដូច្នេះសូមយើងទេសនាជាមួយនឹងខ្ញុំម្ដងតទៅក្រោយថ្ងៃឈប់សម្រាកការរៀបនឹងចូលថ្ងៃទី1ក្នុងអាទិត្យនោះម៉ារីជាអ្នកស្រាប់ម៉ាដាឡានិងម៉ារីមួយទៀតក៏នាំគ្នាទៅមើលភ្នំនោះមានកក្រើកដីជាខ្លាំងត្បិតមានទេវតានៃព្រះអង្គម្ចាស់ចុះពីលើមេឃមកប្រវាថ្មចេញពីភ្នំហើយក៏អង្គុយលើសន្តានរបស់ទេវតានោះដូចជាផ្នែកបន្ទោហើយសម្លៀកបំពាក់ក៏សស្ទុះដូចហេតុអ្នកពួកយាមរបាតក៏ភ័យញ័ររន្ធត់ដោយភ័យខ្លាចទេវតាហើយត្រឡប់ដូចជាមនុស្សស្លាប់តែទេវតានិយាយនឹងស្ត្រីពីរនាក់ថាកុំភ័យអីត្បិតខ្ញុំដឹងហើយថានាងរកព្រះយេស៊ូវដែលត្រូវឆ្កាងតែទ្រង់មិនគង់នៅទីនេះទេត្បិតទ្រង់មានព្រះជន្មរស់ឡើងវិញហើយដូចជាទ្រង់បានមានបន្ទូលទុកចូលមកមើលកន្លែងដែលទ្រង់បានផ្ទុំចុះរួចទៅឲ្យឆាប់ប្រាប់ដល់ពួកសិស្សទ្រង់ថាទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញហើយមើលទ្រង់យាងទៅឯស្រុកកាលីលេមុនអ្នករាល់គ្នានឹងឃើញទ្រង់នៅស្រុកនោះណែខ្ញុំប្រាប់អ្នករាល់គ្នាហើយស្ត្រីពីរនាក់នោះក៏ដើរចេញពីភ្នូជាប្រញាប់ទាំងភ័យហើយមានសេចក្តីអំណរជាខ្លាំងផងក៏រត់ទៅប្រាប់ដល់ពួកសិស្សទ្រង់តែកាលនាងកំពុងទៅនោះព្រះយេស៊ូវទ្រង់យាងមកជួបនឹងនាងជម្រាបសួរនាងកុំខ្លាចអីចូលទៅប្រាប់ដល់បងប្អូនខ្ញុំផងឲ្យគេទៅឯស្រុកកាលីលេគេនឹងឃើញខ្ញុំនៅទីនោះហើយ អ
ជំនុំយើងដែលបានសម្ដែងរឿងពីព្រះគ្រីស្ទមានប្រជញ្ញរស់ឡើងវិញអរគុណព្រះអង្គយើងថាយើងដឹងថា Good Easter Good Friday បាទ Good Friday ព្រះអង្គបានសង្កត់បាទហើយមុនព្រះអង្គសង្កត់នោះគឺថាមានការភ័យខ្លាចបាទការកើតមកធ្វើឲ្យអ្នកដែលដើរតាមព្រះអង្គអ្នកដែលស្រឡាញ់ព្រះអង្គមានការភ័យខ្លាចមានការយំបាទព្រួយបារម្ភគ្រប់បែបយ៉ាងបាទអរគុណព្រះអង្គប៉ុន្តែនៅថ្ងៃនេះជាថ្ងៃដែលព្រះអង្គមានប្រជញ្ញរស់ឡើងវិញគេមានអំណរទាំងអស់គ្នាលោកប្អូនគ្រាន់គ្រាន់តែអ្នកពោលនៅថ្ងៃសុក្រក៏មានការភ័យភ្លេចខ្លាំងដែរបាទព្រោះមានការភ័យខ្លាចបាទព្រះអង្គសង្កត់ដើម្បីជំនួសអំពើបាបយើងទាំងអស់គ្នាព្រះអង្គសង្កត់ដើម្បីឲ្យយើងមានសង្ឃឹមព្រះអង្គសង្កត់ដើម្បីអត់ទោសដល់យើងទាំងអស់គ្នាព្រះអង្គសង្កត់ដើម្បីឲ្យយើងមានជីវិតអស់កលនៅជាមួយនឹងព្រះអង្គអរគុណព្រះអង្គតើបងប្អូនចង់បានជីវិតទៅអនាគតទេបាទជីវិតអស់កលជានិច្ចបើយើងឃើញពួកទេវតាស្អាតស្អាតណាស់បងប្អូនបាទហើយគេរស់ឲ្យបម្រើព្រះអង្គអស់កលជានិច្ចនឹងហើយជាជីវិតមួយដែលយើងកំពុងតែដើរតាមព្រះអង្គហើយសូមឲ្យព្រះអង្គប្រទានពរដល់យើងទាំងអស់គ្នាហើយព្រះអង្គស្រឡាញ់ដល់យើងទាំងអស់គ្នាជាគុណព្រះអង្គហើយព្រះអង្គក៏ស្រឡាញ់ដល់មនុស្សទាំងអស់ក្នុងពិភពលោកនេះទាំងអស់ផងដែរព្រះអង្គយើងមកមានគោលដៅតែមួយព្រះអង្គស្រឡាញ់ព្រះអង្គចង់ជួយសង្គ្រោះដល់មនុស្សទាំងអស់អរគុណព្រះយេស៊ូវសូមឲ្យសេចក្តីស្រឡាញ់របស់ព្រះអង្គមានដល់លោកអំពូនទាំងអស់គ្នាអរគុណព្រះអង្គខ្ញុំសូមឲ្យលោកអំពូនបានបែរទៅរកគ្នាទៅវិញមកសូមឲ្យព្រះអង្គប្រទានពរដល់យើងនៅថ្ងៃនេះឲ្យមានសេចក្តីសុខសាន្តឲ្យមានសេចក្តីអំណរឲ្យមានសេចក្តីស្រឡាញ់ឲ្យព្រះអង្គសួស្តីដល់ព្រះដ៏ខ្ពស់បំផុតអាមែនហើយសុខសាន្តដល់មនុស្សទាំងអស់នៅខែដីអរគុណព្រះអង្គហើយយើងដឹងថាព្រះអង្គរស់យើងនឹងរស់នៅជាមួយព្រះអង្គឲ្យស្នេហ៍សេចក្តីស្លាប់យើងនឹងឈ្នះសេចក្តីស្លាប់ដោយព្រះអង្គផងដែរអរគុណព្រះអង្គនេះជាជីវិតមួយដែលព្រះអង្គរៀបចំសម្រាប់គោលរបស់ព្រះអង្គទាំងអស់បាទអរគុណព្រះអង្គបន្តមកយើងមានក្រុមស្ត្រីបាទសូមអញ្ជើញក្រុមស្ត្រីគាត់នឹងឡើងច្រៀងចម្រៀងលេខ61ឲ្យព្រោះទ្រង់រស់អរគុណព្រះអង្គថ្ងៃនេះកូនរបស់ព្រះអង្គទាំងអស់គ្នាអរស្បាយណាស់បាទព្រោះនៅតែមានអ្នកណាស្លាប់ហើយរស់ឡើងវិញទេបាទទោះលោកបងប្អូនក៏ដោយបាទបើមានបងប្អូនស្លាប់ហើយស្លាប់តែឃើញរស់ឡើងវិញលោកបងប្អូនមានអំណរអត់មានលោកបងប្អូនហើយអំណរនោះដែលព្រះអង្គទានពរឲ្យយើងមើលឃើញតាមព្រះបន្ទូលរបស់ព្រះអង្គអរគុណព្រះអង្គសូមអញ្ជើញក្រុមស្ត្រីបាទ
ចាស់ក៏ដោយចង់លំបាត់ក្មេងៗអត់ឃើញក្មេងៗតូចៗបងប្អូនចាស់ជាងព្រមប៉ុណ្ណឹងហើយបងក្មេងៗទៀតបាទអញ្ចឹងពេលបងប្អូនចាស់ទៅបើយើងរស់ហើយយើងដើរតាមព្រះអង្គសប្បាយរហូតដល់ព្រះអង្គយើងមកហើយរហូតដល់យើងមកទៅនៅជាមួយព្រះអង្គដូច្នេះបងប្អូនកិច្ចការរបស់យើងរស់ទៅអនាគតគឺថាអសប្បាយទៅក្រុមស្ត្រីជ្រៀងអញ្ចឹងបងប្អូនជ្រៀងរហូតថ្លៃប្រពោដល់ព្រះអង្គជ្រៀងរហូតដល់យើងមកទៅនៅជាមួយព្រះអង្គអរគុណព្រះអង្គហើយនៅថ្ងៃនេះក៏យើងមានspecial item ផងដែរផងបាទការសុខកំណាព្យដូច្នេះសូមអញ្ជើញអ្នកមានកម្រែនដើម្បីឡើងមកដើម្បីបកស្រាយពីកំណាព្យរបស់គាត់អរគុណព្រះអង្គចា៎នេះខ្ញុំជម្រាបសួរបងប្អូនកូនក្មួយទាំងអស់គ្នានៅទីនេះដោយក្តីស្រឡាញ់ក្នុងព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទចា៎នៅពេលនេះខ្ញុំសូមអាននៅកំណាព្យសរសើរដង្កើងព្រះដែលមានចំណងជើងថាព្រះពិតនៃខ្ញុំដូច្នេះតើព្រះពិតនៃយើងទាំងអស់គ្នាដែលព្រះអង្គជាម្ចាស់បង្កើតឋានសួគ៌ផែនដីបង្កើតជីវិតមនុស្សសត្វរុក្ខជាតិដែលយើងបានឃើញសប្តាហ៍នេះតើជាស្នាព្រះហស្ថពិតរបស់ព្រះអង្គដែរទេសូមអញ្ជើញរីករាយស្ដាប់ជាមួយនាងខ្ញុំព្រោះតទៅអោព្រះឋានខ្ពស់មោះមុតពេកក្រៃព្រមមកលោកីប្រសូតជាមនុស្សព្រះអង្គមាននាមព្រះយេស៊ូវគ្រីស្ទមកជួយលួសមនុស្សពីអំពើបាបព្រះតេយ្យព្រះអង្គពិតពេញមេត្តាទោះដឹងច្បាស់ថាគេសម្លាប់ទ្រង់ដែលអ្នកធ្វើខុសមិនមែនព្រះអង្គតែទ្រង់ស៊ូរងឲ្យមនុស្សបានរួចព្រះកាយព្រះអង្គត្រូវគេវាយដំចាក់ដោយលំពែងព្រះលោហិតស្រើយឲ្យព្រះសិរសាបន្លាភួងដោនលោហិតហូរជោគពេញអស់អំប្រាណគេដំដេកគោលឆ្កាងកាយព្រះអង្គឈឺចាប់កន្លងគ្មានអ្វីផ្ទឹមស្មាវាលកំពូលភ្នំខ្យល់ក្តៅចុកឈឺពាក្យពេចន៍មនុស្សជេរប្រមាថក្រុមទៀនឈឺចាប់ម្លឹងហើយនៅពេញមេត្តាស្រែកទូលបិតាឲ្យអត់ទោសបាបព្រោះដឹងថាគេពិតមិនបានជ្រាបព្រោះគេធ្វើបាបលើអង្គបព្រះនេះជាព្រះគុណថ្លៃអគ្គមនីពិតគ្មានព្រះណាដូចជាព្រះអង្គចាសសំទោសនេះជាព្រះគុណថ្លៃអគ្គមនីពិតគ្មានព្រះណាដូចជាព្រះអង្គត្រូវគេសម្លាប់ដល់សែនទីរុនឈឺចាប់កន្លងគ្មានអ្វីប្រដូលអោព្រះរាជបុត្រពេញដោយចេស្តាក្រោយអស់សង្ខារត្រឹម3ថ្ងៃគត់ព្រះកាយក្រោកដើរមានព្រះជន្មរស់ជួបសិស្សទ្រង់ប្រាប់ផ្ដាំគ្រប់សេចក្តីនេះជារឿងពិតមិនមែននិទានដែលព្រះអង្គបានមកកើតជាមនុស្សត្រូវគេធ្វើបាបដោយគ្មានខុសសោះនេះដោយសារព្រោះតែក្តីមេត្តាអោបណ្ដាជននៅផែនដីអើយចូលកំកតាយត្រូវខំរុះរះជឿដល់ព្រះអង្គនាមយេស៊ូវគ្រីស្ទទ្រង់ពិតជួយដោះផុតអស់ទុក្ខភ័យព្រោះលើលោកីយើងសពថ្ងៃនេះវិបត្តិចាក់ស្រេះពេញដោយបញ្ហាដោយសារអំណាចបានសម្លាប់គ្នាមនុស្សរងវេទនាឈឺចាប់ប្រត់ប្រាស់អោប្រជាជនគ្រប់ជាតិសាសន៍អើយផ្លូវងាប់ដល់ក្រោយមានតែមួយទេដាក់ចិត្តជឿព្រះកុំនៅគិតគ្នាទ្រង់ពិតថ្នមថែយើងអស់ទុក្ខភ័យកូនទាំងអស់គ្នាសូមអរគុណព្រះអង្គម្ចាស់អរគុណព្រះអង្គលោកពុនព្រោះទេបាទព្រោះមែនទែនហើយមីងអ្នកមានកម្រែនក៏ប្រកែកចាំណាស់ហើយក៏ប្រកែកតែកំណាព្យបងប្អូនចឹងព្រះអង្គទានពរឲ្យយើងមានអំណោយទានរៀងខ្លួនបើលោកប្អូនមកទាំងអស់គ្នាបើលោកប្អូននឹងអាចដាក់អំណោយទានរបស់បងប្អូនមកយើងទាំងអស់គ្នាផងដែរព្រោះព្រះអង្គកើតមកឲ្យយើងទាំងអស់គ្នាមានអំណោយទានរៀងខ្លួនប៉ុន្តែលោកប្អូនបានចាញ់មកអរគុណព្រះអង្គហើយយើងថាសម្លេងរបស់មីងកំរែងស្របទុនហើយទៅរស់បងប្អូនព្រះអង្គទានពរបាទអរគុណព្រះអង្គហើយបន្តមកយើងមានជំនាញពិសេសដោយក្រុមវេកដា
nhóm nông bóng và ai nhưng ông cũng bóng lại bóng bạn kiếm bố ở lực trung khôn bạn mong hát từng riêng như mà chỉ riêng cao thật ngay tất mà nhưng hát bao từng riêng đi và chỉ ra là tất mà ông cũng bóng từng riêng đi nhưng chỉ riêng từng lên buồn ông cũng bóng xong mà chơi công ty sai là bao nhiêu lại mong và bây chỉ riêng thật ra nông cao ông và
បងប្អូនប្រមាណអ្នកនៅក្នុងនេះចូលចិត្តច្រៀងសូមលើកដៃឡើងចូលចិត្តច្រៀងនេះបើបងប្អូនចូលចិត្តច្រៀងសូមបងប្អូនចូលមកជាមួយក្រុមជំនុំរបស់យើងខ្ញុំបងប្អូនអត់ចេះច្រៀងច្បាស់ចេះច្រៀងជាមិនខានព្រោះបងប្អូនយើងមានគ្រូមានព្រះដែលបង្ហាត់យើងឲ្យច្រៀងបងប្អូនលើកមកខ្ញុំអត់ចេះច្រៀងដែរបាទតព្រះអង្គគិនពោឲ្យអ្នកបម្រើព្រះអង្គមកបង្ហាត់ឲ្យខ្ញុំច្រៀងលើកមកយើងច្រៀងតាមមួយសំឡេងទេបងប្អូនប៉ុន្តែនៅថ្ងៃនេះយើងអាចច្រៀងសំឡេង4បានបងប្អូនបាទអរគុណព្រះអង្គអ្វីទាំងអស់យើងត្រូវរៀនអរគុណព្រះអង្គលោកប្អូនចង់សរសើរនឹងការព្រះអង្គលោកប្អូនត្រូវតែចេះច្រៀងអរគុណព្រះអង្គហើយយើងនៅទីនេះយើងច្រៀងរហូតអរគុណព្រះអង្គហើយមកទៀតសូមលោកប្អូនបានសម្រួមចិត្តស្ដាប់ព្រះបន្ទូលព្រះអង្គតាមរយៈបានបម្រើព្រះអង្គសូមអញ្ជើញបងប្អូនបាទសូមឡើងចាត់ព្រះបន្ទូលព្រះអង្គ ជំរាបសួររបស់បុរសគ្រាបាទជំរាបសួរដល់គ្រាបាទថ្ងៃនេះយើងធ្វើពិធីបុណ្យអបអរព្រះអង្គដែលមានទៅជួយដល់វិញបងប្អូនយើងសញ្ជឹងគិតថាពាក្យរស់អស្ចារ្យណាបងប្អូនយើងគ្រប់គ្នាតែចង់រស់ហើយយើងគ្រប់គ្នាយើងដឹងថាមនុស្សគ្រប់គ្នាយើងតែប្រាថ្នាចង់រស់ហើយមិនមែនចង់តែរស់បណ្ដោះអាសន្នមិនមែនត្រឹមតែរស់ចង់70 50 60ឆ្នាំទេអត់គឺឆ្នាំនេះ80ឆ្នាំ90មនុស្សយើងតែមានគោលបំណងចង់រស់យឺនយូរចង់រស់វិញចង់រស់ឲ្យបានយូរចង់បានតែពេលយូរហើយបងប្អូនទីតែបងប្អូនជឿថាបងប្អូនណាមិនចង់រស់អាយុពេលទេហើយបងប្អូនពេលទៅបងប្អូនណាមិនចង់អាយុពេលចិត្តជឿថាគ្រប់គ្នាគ្រប់សាសជាតិលើផែនដីទាំងមូលនេះតែមានបំណងប្រាថ្នាចង់មានអាយុយឺនយូរហើយអាយុយឺនយូរនេះគឺអត់មាននរណាមួយដែលអាចជួយបានទេចំណែកទៅយើងមើលថាជំនឿមានជំនឿច្រើនហើយក៏មានសាសនាច្រើនលើផែនដីប៉ុន្តែក្នុងប្រតិទិនប្រកាសគឺបានប្រាប់យ៉ាងច្បាស់ក្នុងព្រះបន្ទូលប្រមាណប្រាប់យ៉ាងច្បាស់ក្នុងគម្ពីរក៏បានប្រាប់យ៉ាងច្បាស់ថាព្រះអង្គព្រះសូរជាព្រះដែលបង្កើតផ្ទៃមេឃនិងផែនដីព្រះអង្គជាម្ចាស់ដែលបង្កើតព្រៃព្រឹត្តិការណ៍សម្រាប់យើងគ្រប់គ្នាហើយព្រះអង្គបង្កើតទាំងរួមយើងទាំងជីវិតយើងម្នាក់ទៀតព្រោះហើយទៅព្រះអង្គដឹងថាយើងម្នាក់តែមានអំពើបាបតាំងតែពីដើមមកមើលហើយគឺព្រះអង្គស្រឡាញ់យើងគ្រប់គ្នាស្រឡាញ់បងប្អូនទាំងអស់គ្នាទាំងប្រុសទាំងស្រីឲ្យគ្រប់ជនជាតិនៅលើផែនដីព្រះអង្គតែងតែស្រឡាញ់យើងគ្រប់គ្នាទៅព្រះអង្គយាងមកដើម្បីយកនិស្ស័យសច្ចធម៌ក្នុងព្រះបន្ទូលបានមានថាការដើរដំបូងមានព្រះបន្ទូលនោះឲ្យគឺជាទូអង្គព្រះហើយព្រះនោះហើយបានត្រឡប់ជាសាច់ឈាមហើយបាននិយាយបានយកនិស្ស័យជាសាច់ឈាមគឺជាអង្គព្រះសុគ្រីស្ទដូច្នេះដល់ពេលដែលអង្គព្រះសុគ្រីស្ទយកកំណើតជាសាច់ឈាមព្រះអង្គស្រឡាញ់យើងព្រះអង្គមិនចង់ឲ្យយើងមនុស្សម្នាក់ណាមួយជាណាដែលជាមនុស្សរបស់វិនិច្ឆ័យទេព្រះអង្គស្រឡាញ់ព្រះអង្គមកបម្រើទៅអបអរព្រះជន្មយើងដើម្បីសង្គ្រោះយើងបងប្អូនទៅអបអរព្រះជន្មដើម្បីសង្គ្រោះដើម្បីឲ្យយើងទៅអត់មានបានរួចពីបាបសូមបងប្អូនទំនុកចិត្តថាយើងជាអរព្រះសុគ្រីស្ទទូលសូមអរគុណព្រះអង្គខ្លាំងណាស់អរគុណពីសេចក្តីស្រឡាញ់របស់ព្រះអង្គដែលមានសម្រាប់មនុស្សលោកទាំងនោះដែរព្រះអង្គបានយាងមកដើម្បីសង្គ្រោះលើជាឆ្កាងដើម្បីមួយយើងជឿទៅអស់គ្នាឲ្យមានពិបាកផងដែរហើយព្រះអង្គបានសង្គ្រោះ3ថ្ងៃហើយថ្ងៃទី3ព្រះអង្គមានព្រះជន្មរស់វិញផងដែរហើយថ្ងៃនេះផងដែរដែលយើងជឿទៅអស់គ្នាចូលមកដោយធ្វើពិធីលើកចាំពីថ្ងៃរស់ឡើងវិញរបស់ព្រះអង្គនោះក៏សូមឲ្យព្រះអង្គបានប្រទានពរឲ្យយើងជឿទៅអស់គ្នាហើយពិសេសដល់បងប្អូនប្រុសស្រីយើងជឿទៅអស់គ្នាដែលគាត់បានអញ្ជើញមកពីទីនេះផងដែរដែលគាត់មិនទាន់មានជំនឿជឿព្រះអង្គសូមព្រះនិមន្តសូមប៉ះពាល់ចិត្តគាត់តាមរយៈការបន្ទូលថ្ងៃនេះឲ្យគាត់ប្រែចិត្តហើយទទួលជាព្រះអង្គដែរទូលគុំសូមអរគុណព្រះអង្គដែលបានប្រកាសរបស់នេះដោយក្នុងនាមចាស់ព្រះព្រះស្គឺអាមែនទូលយើងមើលយើងដឹងហើយថាព្រះអង្គសុគតដើម្បីឲ្យយើងរស់ហើយបើយើងមើលពីខ្មែរបើនិយាយពីខ្មែរថាសងគ្រោះព្រះអង្គយកការប្រកចេញពីយើងហើយឲ្យសេចក្តីល្អមក
ពាក្យថាសងគ្រោះសងគ្រោះមានថាដោះដូរព្រះអង្គដោះដូរជាមួយយើងនៅជីវិតរបស់ព្រះអង្គព្រះអង្គដោះដូរជាមួយយើងដើម្បីឲ្យយើងបានជាមេត្រីនឹងព្រះអង្គព្រះអង្គដោះដូរជាមួយយើងដើម្បីឲ្យយើងមានសម្ព័ន្ធភាពជាមួយព្រះអង្គនេះហើយពាក្យថាសងគ្រោះព្រះអង្គសងយើងដើម្បីយកគ្រោះយកសេចក្តីអក្រក់ចេញពីយើងទៅព្រះអង្គសគត់លើជាឆ្កាងព្រះអង្គប្រន់ត្រូវអត់ធ្មត់គ្រប់បែបយ៉ាងលើជាឆ្កាងហើយព្រះអង្គបានដើម្បីដល់ឲ្យយើងមានបាបឲ្យបងប្អូនខ្លះក៏ទេសួរយើងចេះបងប្អូនខ្លះដែលយើងតែដំណើរក៏សួរចេះថាចុះបើយើងធ្វើអីក៏ព្រះអង្គសង្គ្រោះយើងដែរហើយព្រះអង្គមានប្រសាសន៍ព្រះអង្គជាព្រះដែលអត់ទុកលើយើងគ្រប់បែបយ៉ាងអង្គជាព្រះដែលអត់ទុកលើយើងគ្រប់បែបយ៉ាងនៅពេលដែលយើងប្រែចិត្តទទួលជាព្រះអង្គបានទទួលយើងជាកូនព្រះអង្គឲ្យយើងអំណាចបានអំណាចជាកូនហើយឲ្យយើងជាគ្រួសារនៃព្រះនៅពេលដែលបងប្អូនបានប្រែចិត្តទទួលជាព្រះអង្គបានឲ្យអំណាចមកយើងជាកូនរបស់ព្រះហើយយើងជាគ្រួសារនៃព្រះព្រះហើយនៅពេលដែលយើងបានប្រែចិត្តទទួលជាព្រះអង្គហើយព្រះអង្គជាព្រះព្រោះដែលសារព្រះអង្គសង្កត់ហើយរស់រានវិញទៅព្រះអង្គជួយបានបងប្អូនចង់ជួយនរណាម្នាក់បងប្អូនស្រាប់ហើយបងប្អូនអាចជួយគេបានអត់ទេក៏តែបងប្អូនមានជំនឿបានទៅអាចជួយគេបានដូច្នេះព្រះអង្គសង្កត់3ថ្ងៃហើយរស់រានវិញរស់មកដើម្បីជួយយើងបន្តទៅទៀតដោយសារយើងមិនអាចធ្វើអ្វីបានអរគុណដែរមិនមែនដោយសារការប្រព្រឹត្តមិនមែនដោយសារអំពើល្អរបស់យើងម្នាក់បានទេគឺព្រះអង្គសង្កត់ហើយព្រះអង្គមានអំណាចលើនៃសាស្ត្រព្រះអង្គរស់ឡើងវិញដើម្បីជួយឲ្យយើងបានធ្វើការបន្តទៀតគឺអំពើបាបយុទ្ធគឺក្នុងយូហាន26:25តែបងប្អូនបានមើលរឿងគេថាព្រះអង្គប្រទានឲ្យខ្ញុំជាសេចក្តីរស់ឡើងវិញទោះជាយើងស្លាប់ក៏ដោយព្រះអង្គនឹងប្រោសយើងរស់ឡើងវិញប៉ុន្តែបើសិនជាយើងមានជីវិតនៅរស់នៅហើយព្រះអង្គក៏នឹងប្រោសយើងរស់ដែរបងប្អូនអត់រៀនជឿថាបងប្អូនជឿហើយបងប្អូនថាបងប្អូនរស់ហើយឬឡើយបងប្អូនជឿហើយនៅពេលដែលព្រះអង្គនៅពេលដែលយើងទទួលជឿព្រះអង្គយើងបានកប់ជាមួយព្រះអង្គយើងបានស្លាប់ជាមួយព្រះអង្គយើងបានកប់ជាមួយព្រះអង្គហើយយើងបានរស់ឡើងវិញជាមួយព្រះអង្គបងប្អូនជឿទេបងប្អូនជឿគាត់ជឿថាយើងរស់ឡើងវិញហើយឬនៅដោយសារសេចក្តីរស់ឡើងវិញរបស់យើងរស់ឡើងវិញយើងស្លាប់ជាមួយព្រះអង្គហើយយើងកប់ជាមួយព្រះអង្គហើយយើងរស់ឡើងវិញយើងរស់ឡើងវិញជាមួយព្រះអង្គដែរហើយការរបស់យើងកប់នៅវិញយើងកប់នៅវិញហើយយើងស្លាប់នៅវិញយើងស្លាប់នៅអំពើចាស់និស័យចាស់របស់យើងជាមួយនឹងអង្គហើយយើងរស់ឡើងវិញគឺយើងមានអង្គព្រះសង្ឃមួយទៀតទៅពេលដែលបងប្អូនជឿគឺអង្គបានរស់ឡើងវិញមានកាហព្រះអង្គគឺជាព្រះនិមិត្តដែលរងចាំជួយយើងព្រះអង្គថាតែជួយឲ្យយើងរស់ឡើងវិញបងប្អូនថាថាជាថាយើងចង់បញ្ជាក់ទីជីវិតយើងមិនមែនតែរូបកាយទេជីវិតយើងមានរូបកាយព្រលឹងវិញ្ញាណហើយព្រលឹងវិញ្ញាណនោះបងប្អូនមើលឃើញទេប៉ុន្តែបងប្អូនមើលឃើញតែរូបកាយឃើញរូបកាយគ្រប់គ្នាថារូបកាយនេះខ្ញុំជារូបកាយតែព្រលឹងនិងវិញ្ញាណនៅក្នុងរបស់យើងមើលអត់ឃើញទេនៅពេលដែលយើងជឿព្រះអង្គបងប្អូននៅពេលដែលយើងជឿព្រះអង្គចាប់ដើម regenerate ព្រះអង្គចាប់ដើមបង្កើតជីវិតថ្មីពីខាងក្នុងរបស់យើងនៅពេលដែលយើងស្លាប់ជាមួយនឹងព្រះគ្រីស្ទយើងនេះតបព្រះគ្រីស្ទហើយយើងរស់ឡើងវិញគឺយើងរស់ពីជីវិតខាងក្នុងគឺពីបរិយារបស់យើងពីវិញ្ញាណរបស់យើងមិនមែនរូបកាយទេនៅពេលដែលយើងរស់ឡើងវិញយើងរស់ពីជីវិតខាងក្នុងរបស់យើងបរិយាវិញ្ញាណរបស់យើងដែលជានិស័យចាស់ជាអំពើចាស់របស់យើងរស់បានភាសាអីដោយសារយើងមានអង្គព្រះសង្ឃចាំជួយយើងចឹងខ្ញុំចង់ឲ្យបងប្អូនមើលទៅចំពុក3ខ1ពុក3ខ1ប្រំទូអត់ថាដូច្នេះបើសិនអ្នករកគ្នាបានរស់ឡើងវិញជាមួយនឹងព្រះទេនោះចូលស្វែងរកអស់ទាំងសេចក្តីដែលនៅឋានលើវិញជាឋានដែលព្រះពីគង់ខាងក្រោមនៅពេលជាចិត្តប្រំទូអមទៅបងប្អូនមើលប្រំទូថាបើសិនជាអ្នករស់ឡើងវិញបើសិនអ្នកជឿថាអ្នករស់ឡើងវិញ
សម្រាប់បងប្អូនអ្នកជឿហើយបងប្អូនបើសិនជាអ្នកជឿរស់ឡើងវិញចូលស្វែងរកតាមទូតែចូលស្វែងរកអស់តែស្ដីខាងលើទើបត្រាប់ពីចាស់ហើយចាស់ក៏ថាឲ្យតែមានកាយនិយាយខាងលើគឺនិយាយពីខ្លាំងនេះគឺខាងសួរគឺទៅខាងលើហើយក្នុងព្រមទុកក៏បញ្ជាក់យ៉ាងច្បាស់ដែរខាងលើខាងទៅខ្ពស់បំផុតហើយនឹងខាងសួរតាមពិតមានលេខ6វិញហើយក្នុងព្រមទុកក៏នេះក៏បានបញ្ជាក់បើសិនជាអ្នករាប់នេះបានរស់ឡើងវិញបងប្អូនជឿហើយបើសិនជាគាត់បានរស់ឡើងវិញបើសិនជាអ្នកជឿថាអ្នករស់ឡើងវិញចូលស្វែងរកសេចក្តីទាំងអស់លើនោះគឺជាព្រះគ្រីស្ទក្នុងព្រមទុកនេះបានបញ្ជាក់ថាគឺជាព្រះគ្រីស្ទចូលស្វែងរកព្រះគ្រីស្ទដោយសារក្នុងព្រះបន្ទូលយូហានចំពុក1បាននិយាយថាការដើមដំបូងមានព្រះបន្ទូលនោះគឺជាតួអង្គព្រះបន្ទូលត្រឡប់មកជាសច្ឆានយកជាអង្គព្រះគ្រីស្ទព្រះអង្គចូលមកប្រាប់ថាអ្នកដែលជឿហើយចូលស្វែងរកព្រះគ្រីស្ទហើយចុះបងប្អូនថាហើយស្គាល់ថាស្វែងរកព្រះគ្រីស្ទមិនទៅឲ្យស្វែងរកលោកអានស៊ូមែនទេបងប្អូនប៉ុន្តែព្រះគឺជាព្រះបន្ទូលគឺជាតួអង្គព្រះបន្ទូលនោះបងប្អូនអ្នកដែលជឿហើយព្រះអង្គចង់ឲ្យយើងអានព្រះបន្ទូលចង់ឲ្យយើងមានទំនាក់ទំនងជាមួយនឹងព្រះអង្គតាមរយៈព្រះបន្ទូលហើយព្រះបន្ទូលនេះហើយដែលជួយឲ្យយើងមានជីវិតខាងថ្មីរស់ឡើងវិញជីវិតខាងថ្មីរបស់យើងដែលយើងស្រាប់ហើយរស់ឡើងវិញជីវិតយើងនេះនៅដដែលទេឥឡូវយើងនៅដដែលទេនៅពេលដែលយើងបានទទួលជាព្រះអង្គព្រះសិទ្ធិហើយជីវិតចាស់របស់យើងបានស្រាប់កប់យើងបានធ្វើបុណ្យចំណុចនៅក្នុងសេចក្តីស្រាប់របស់ព្រះព្រះហើយវិសេសសេចក្តីស្រាប់របស់យើងបានស្រាប់តែយើងរស់ឡើងវិញពីរូបពីខាងក្នុងមកអ្វីដែលអាចជួយយើងមិនមែនយើងខំប្រព្រឹត្តការប្រព្រឹត្តគឺខាងរូបកាយទេតែប្រព្រឹត្តធ្វើអីបើគឺកាយប៉ុន្តែនៅខាងក្នុងបងប្អូនអត់អាចមើលឃើញបងប្អូនអាចធ្វើការទេតតែមានព្រះបន្ទូលនេះដែលយើងស្វែងរកហើយព្រះបន្ទូលនេះជួយរៀនយើងពីក្នុងចាប់ដើមឬជើងរចាប់ដើមបង្កើតពីជីវិតខាងក្នុងរបស់យើងចេញមកទៅព្រះបន្ទូលថាបើសិនអ្នកលោកគ្នាគឺថារូបឡើងវិញចូលស្វែងរកឲ្យយើងស្វែងរកចិត្តបងប្អូនដែលបានបែរចិត្តទៅជឿផងហើយព្រះអង្គតែងតែទាមទារឲ្យយើងស្វែងរកព្រះគ្រីស្ទដែលគង់នៅក្នុងស្ថានតែយើងព្រះអង្គទាមទារឲ្យយើងស្វែងចឹងមិនជំនឿដែលយើងមិនជឿព្រះអង្គព្រះសម្ហើយខុសពីជំនឿផ្សេងពួកយើងជំនឿជាមួយព្រះគ្រីស្ទគឺយើងមានទំនាក់ទំនងជាមួយព្រះអង្គយើងមានការប្រកបជាមួយព្រះអង្គរាល់ថ្ងៃយើងមានព្រះវិបុត្រទៅពេលដែលបងប្អូនមកប្រែចិត្តទទួលជឿព្រះអង្គបានមានព្រះវិបុត្រស្នាក់នៅជាមួយយើងនៅពេលដែលប្រើបងប្អូនทุกคนទៅថាអង្គមានព្រះវិបុត្រជាមួយយើងនោះហើយយើងមានទំនាក់ទំនងជាមួយព្រះអង្គហើយយើងមានព្រះបន្ទូលដែលជាការតាក់ទងមានការប្រស្រ័យជាមួយព្រះអង្គរាល់ថ្ងៃប៉ុន្តែបើសិនជាអ្នករាល់ថ្ងៃជឿតែរួមតែបងប្អូនអត់មានទំនាក់ទំនងជាមួយព្រះអង្គអត់មានអីជួយបងប្អូនកើតទេមកហើយទៅព្រះអង្គបង្គាប់ដល់បងប្អូនទាំងអស់គ្នាដែលជឿថារស់ឡើងវិញហើយដែលបងប្អូនជឿទាំងអស់គ្នាថាបងប្អូនទាំងអស់គ្នាបានបង្គាប់ទៅក្នុងសេចក្តីស្រាប់របស់ព្រះហើយរស់ឡើងវិញចូលស្វែងរកអស់ទាំងសេចក្តីខាងលើសេចក្តីខាងលើនោះគឺជាព្រះគ្រីស្ទសេចក្តីព្រះគ្រីស្ទនោះគឺជាព្រះបន្ទូលបងប្អូនមិនអាចស្វែងរកបើបងប្អូនមិនស្វែងរកព្រះគ្រីស្ទគ្មានអ្វីដែលជួយបង្កើតជីវិតថ្មីរបស់បងប្អូននៅក្នុងបានទេហើយអញ្ចឹងហើយបានព្រះអង្គបានប្រកបឲ្យយើងហើយមនុស្សភាគច្រើនគឺអញ្ចឹងគឺថាយើងអត់បានគិតពីខាងក្នុងទេហើយមនុស្សភាគច្រើនគាត់តែសម្បាខាងក្រៅយើងទៅក្នុងព្រះបន្ទូលព្រះអង្គក៏បានបញ្ជាក់ជាច្បាស់ទៅខ2មកទៀតថាចូលផ្ចង់ចិត្តទៅឯសេចក្តីទាំងអស់ដែលនៅខាងលើកុំឲ្យផ្ចង់ទៅឯសេចក្តីកំណត់ប៉ុន្មានដែលនៅខាងដីបងប្អូនព្រះអង្គតែបង្គាប់កុំឲ្យយើងផ្ចង់ចិត្តលើខាងដីដើម្បីខ្លះទៅលើខាងដីភាគច្រើនមនុស្សភាគច្រើនតែយកអ្វីជាការសំខាន់មកพูดនេះអត់គឺត្រង់មកមនុស្សភាគច្រើនមិនថាជាជាតិណាមិនថាសាសនាទេឬផែនដីតែរំពឹងពីទ្រព្យសម្បត្តិសំខាន់ជាងអ្វីណាប៉ុន្តែស្ទឹងឲ្យបានប្រឹងទូមកប្រាប់យើងទៅជាទុកឲ្យយើងមកប្រែចិត្តបន្ទូលជាព្រះអង្គហើយក៏ព្រះអង្គនៅតែដាស់តឿនព្រះបន្ទូលនេះជួយរំលឹកជួយដាស់តឿនថាឲ្យយើងចាំចិត្តទៅឯរបស់ទាំងអស់ដែលថាលើ
ភាសាអង់គ្លេសថា set your mind ឲ្យយើងមានគំនិតរៀបចំគំនិតផ្សំចិត្តទៅឯព្រះកុំឲ្យយើងបានផ្សំទៅឯរបស់ព្រះដែរនោះមិនមានន័យថាមកព្រះអង្គមិនមានន័យថាមិនចង់ឲ្យយើងរស់ស៊ីមានបានទេប៉ុន្តែបានថាកុំឲ្យយើងផ្សំចិត្តពោះហេតុទៅលើរបស់នឹងព្រះដែរជារបស់ដែរអូយដែលជារបស់ដែលមិនថិតទេអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនមើលមិនខ្ញុំមិនចង់អានទេតែក្នុងកាពីអាលូកាជាពុកកាពីខ21ក៏បានបញ្ជាក់មានបរិបទម្នាក់គាត់ទៅជួបព្រះអង្គទៅជាសគូហើយគឺថាឲ្យគ្រូអើយជួយចែកមើលដល់បងប្រុសគាត់ជាបងហើយព្រះសុថាយើងមិនមែនជាចៅប្រុសទេបងមិនមែនជាចៅក្រមទេហើយបងក៏មានប្រំទូថាមានប្រកាសថាមានអ្នកស្រែចម្ការអ្នកធ្វើស្រែចម្ការបានភពផលច្រើនយើងទៅរកគាត់ធំមិនគាត់ចង់ឲ្យបរិយាវិញឲ្យវាទៅរកនឹងការច្រើនទៅគាត់ចង់តែបរិយាទៅពេលគាត់បរិបានគាត់ថាគាត់គ្រប់គ្រាន់ហើយទៅគាត់បានអង្គុយចុះហើយរំលឹកងមកគ្រប់គ្រាន់គាត់បាត់គាត់អាចស៊ីគាត់ស្អាតហើយគាត់ស៊ីបានអញ្ចឹងក្នុងព្រមទូបានប្រាប់យូរប៉ុន្តែព្រះអង្គក៏មានប្រតិថាបើសិនជាព្រះអង្គដកព្រឹងយុគនេះទៅដកព្រឹងពេលនេះទៅតើទ្រព្យសម្បត្តិដែលយើងខំរកនឹងទុកនៅឯណាបងប្អូនហើយអញ្ចឹងយើងមើលថាជីវិតយើងព្រះអង្គថាមិនមែនព្រះអង្គថាមិនឲ្យយើងរកស៊ីចិញ្ចឹមជីវិតទេប៉ុន្តែព្រះអង្គថាកុំឲ្យយើងចង់ចិត្តពុះហេតុទៅលើទ្រព្យសម្បត្តិដែលជារបស់ពុករលួយដែលជារបស់ប្រទេសហើយបើសិនជាយើងព្រះអង្គដករឿងយើងទៅជីវិតយើងស្រាប់អត់មានទេអត់ទៅបានជាអភិសាការទេគ្មានអ្វីដែលយើងនឹងយកទៅជាមួយនឹងខ្លួនយើងបានទេទៅព្រះអង្គថាបងប្អូនអ្នកជឿហើយស្វែងរកប្រកែកបន្ទាប់ពីស្វែងរកព្រឹកហើយសូមផ្សំចិត្តទៅឯព្រះកុំអត់ផ្សំចិត្តរបស់ព្រះទៅហើយមនុស្សភាគច្រើនទុកជាបងប្អូនដែលជឿបងថាត្រូវភាគច្រើនក៏តែផ្សំចិត្តនៅរឿងអស្ចារ្យជាងទៅ5ទូនេះតាក់ទឿនយើងហើយជួយរំលឹកយើងថាក្រោយពីយើងរស់ឡើងវិញជាមួយព្រះអង្គតើយើងធ្វើអីខ្លះគឺការរស់ឡើងវិញគឺព្រះអង្គបានបញ្ជាក់យើងកុំឲ្យយើងមានសេចក្តីលោភលន់ហួសប្រមាណកុំឲ្យយើងរស់មួយកណ្ដាលបើយើងគិតទ្រព្យសម្បត្តិជាងនោះយើងមិនអាចរស់បានថាជួយចឹងក្នុង5ទូយើងបាននៅពីម៉ាថាយពុទ្ធ19ខ21បានបញ្ជាក់ដែរមានបរិបទម្នាក់គាត់និយាយថាគាត់ធ្វើតាមច្បាប់អីត្រឹមត្រូវបានល្អណាស់គាត់ធ្វើអីបានអស់ហើយទៅសួរលោកគ្រូដល់ទៅយូរព្រះសុទ្ធតែព្រះគ្រូថាចូលទ្រព្យសម្បត្តិទាំងអស់ចែកទៅអ្នកក្រីក្រទៅនោះអ្នកក៏បានប្រមូលទ្រព្យសម្បត្តិនៅឯនគរថាសួរប៉ុន្តែគេទៅពេលទ្រព្យសម្បត្តិច្រើនពេកគេអត់ហ៊ានទៅនោះទេគេគួយឲ្យគេដើរចេញទៅមនុស្សមិនងាយទេដល់ពេលដែលបងប្អូនមានទ្រព្យសម្បត្តិច្រើនមិនងាយអាចបោះចោលទ្រព្យសម្បត្តិនោះបានទេនៅគម្ពីរម៉ាថាយចំពុក6ខ16ដល់21ក៏បានបញ្ជាក់ថាពីទ្រព្យសម្បត្តិដែរពីទ្រព្យសម្បត្តិដូចគ្នាថាទ្រព្យសម្បត្តិនៅទីណាចិត្តយើងនៅទីនោះទ្រព្យសម្បត្តិនៅទីណាយើងចិត្តនៅទីនោះបងប្អូនអញ្ចឹងបើយើងចង់ចិត្តទៅលើទ្រព្យសម្បត្តិច្រើនរូបហើយយើងអត់មានចិត្តចង់ទៅលើអង្គទុកពីយើងរស់យើងបានជឿហើយយើងរស់ឡើងជាមួយអង្គក៏ដោយប៉ុន្តែបើចិត្តយើងនៅលើរបស់ទ្រព្យសម្បត្តិច្រើនពេកអង្គថាហើយថាទ្រព្យសម្បត្តិយើងនៅណាចិត្តយើងនៅទីនោះបើយើងអត់ខំពីសន្សំទ្រព្យសម្បត្តិនៅឯនគរឋានសួគ៌ចិត្តយើងនៅទ្រព្យសម្បត្តិនោះហើយចិត្តបើយើងខំជាជាងសន្សំទ្រព្យសម្បត្តិនៅឯឋានសួគ៌ចិត្តយើងនឹងខ្លាំងទៅឯឋានសួគ៌ជាកន្លែងដែលព្រះសុគ្រីស្ទនោះជាកន្លែងដែលយើងប្រាថ្នាចង់រស់នៅដែលព្រះអង្គបានប្រាប់ថាយើងមានជីវិតមួយដែលនៅអត់ខានជីវិតដែលរស់នៅយូរអង្វែងហើយព្រះអង្គសម្បត្តិទេចង់ឲ្យយើងរស់នៅរបៀបនោះចង់ឲ្យយើងរស់នៅរបៀបចង់ឲ្យយើងបានរស់នៅដោយសុខបានខ្ញុំចិត្តទៅថាជួយទៅយើងដឹងថាក្នុងព្រះបន្ទូលបានបញ្ជាក់យ៉ាងច្បាស់ហើយមនុស្សភាគច្រើនអត់ទេអត់បានមើលឃើញពីចំណុចនេះហើយបងប្អូនដែលជឿហើយក៏ដោយខ្លះគាត់នៅតែផ្សំចិត្តទៅទ្រព្យសម្បត្តិផ្សំទៅរឿងវិញផ្សេងៗទៀតផងដែរអញ្ចឹងការដែលព្រះអង្គផ្ដាំឲ្យយើងអង្គបើចាត់បញ្ញាឲ្យយើងស្វែងរកព្រះគ្រីស្ទគឺស្វែងរកពីព្រះបន្ទូលព្រះអង្គហើយផ្សំចិត្តទៅលើរបស់អ្វីលើឋានសួគ៌គឺព្រះអង្គឲ្យយើងបានមានចិត្ត
ដើម្បីកុំឲ្យពឹងផ្អែកលើប្រតិបត្តិហើយការដែលព្រះអង្គយកចង់ចិត្តលើបោះវិញលើឋានសួគ៌នេះដើម្បីឲ្យខ្លួនយើងបងប្អូនដើម្បីឲ្យខ្លួនយើងកាន់តែប្រព្រឹត្តអ្វីបានល្អបរិសុទ្ធឡើងលើផែនដីនេះខ្ញុំចង់អានពីនោះលោកខ3បិទអ្នករាល់គ្នាបានស្លាប់ហើយជីវិតអ្នករាល់គ្នាក៏លាក់ទុកក្នុងព្រះជាមួយនឹងព្រះគ្រីស្ទយើងម្នាក់ៗដែលបានប្រែចិត្តទៅជាអង្គជីវិតយើងនៅក្នុងព្រះគ្រីស្ទចឹងព្រះគ្រីស្ទគឺជាជីវិតរបស់យើងពាក្យថាលាក់របស់ខ្ញុំយូរអីមួយវគ្គនេះគឺថាជីវិតយើងនៅក្នុងនេះចឹងមានថាព្រះគ្រីស្ទគឺជាជីវិតរបស់យើងព្រះគ្រីស្ទគឺជាជីវិតរបស់យើងនៅពេលដែលយើងព្រះគ្រីស្ទជាជីវិតរបស់យើងចឹងហើយបាននៅខ5បានបញ្ជាក់នៅពេលដែលព្រះអង្គយកចង់ចិត្តតើឯរបស់អ្វីនៅឋាននោះគុណិតយើងព្រលឹងយើងវិញ្ញាណយើងនឹងបានកាន់តែមានភាពបរិសុទ្ធឡើងខ្ញុំអានចំពុក3ខ5ដូច្នេះចូលសម្រាប់និស័យសាច់ឈាមរបស់អ្នករាល់គ្នាដែលនៅផែនដីវិចិត្រគឺជាការសហាយស្មន់ស្មុគរោគសម្រាប់សម្រាប់ពណ៌ប្រសាទក៏នៅសេចក្តីរោគដែលរាប់ទុកដូចជាការថ្វាយបង្គំដល់ព្រះឃើញបងប្អូននេះហើយជាការងាររបស់សាច់ឈាមហើយមានសេចក្តីអាក្រក់ជាច្រើនទៀតដែលជានិស័យចាស់របស់យើងតែជានិស័យចាស់ប៉ុន្តែនៅពេលដែលយើងរស់ជាមួយព្រះគ្រីស្ទព្រះអង្គមានប្រទានចូលផ្ដាច់ចូលផ្ដាច់ឲ្យតាមទូលអាចបើយើងស្វែងរកព្រះគ្រីស្ទយើងនឹងផ្ដាច់ចេញពីនិស័យអស់នេះហើយបងប្អូនខ្លះដែលក៏អត់ឆ្លងកាត់ដូចយើងមានគុំម៉ាយតែឆ្លើយនឹងថានោះធ្វើឲ្យខុសនឹងព្រះគ្រីស្ទទៅឃើញតែធ្វើខុសហ្នឹងមិនទេបងប្អូនព្រះអង្គទាមទារឲ្យយើងកែប្រែសន្តានចាស់មកសន្តានថ្មីមិនអង្គជួយយើងហើយឲ្យយើងនៅតែធ្វើការអាក្រក់ទេមិនឲ្យយើងនៅតែបន្តនិស័យអាក្រក់ទេព្រះអង្គជួយយើងឲ្យបានអបសារតាមនិស័យថ្មីតាមជីវិតថ្មីដែលបងជួយនៅផងដែរអញ្ចឹងយើងមើលក្នុងនេះហើយខ្ញុំចង់បានខ4កាលណាព្រះគ្រីស្ទជាជីវិតបងប្អូននៅពេលដែលយើងជឿនៅពេលដែលព្រះអង្គយាងមកក្នុងខ4នេះបញ្ជាក់ថានៅពេលដែលព្រះអង្គយាងមកក្នុងព្រះបន្ទូលបានសន្យានឹងយើងច្បាស់ថាព្រះអង្គនឹងយាងមកវិញត្រឡប់មកវិញនឹងយកទៅដូច្នេះក្នុងនេះបានថានៅពេលដែលយើងព្រះអង្គយាងមកវិញអ្នកដែលសាប់ខោទៅដោយក៏ព្រះអង្គប្រោយរូបវិញមានរូបកាយថ្មីមានរូបកាយថ្មីជាមួយនឹងព្រះគ្រីស្ទដូច្នេះក្នុងនេះក៏បានជាថាកាលណាព្រះគ្រីស្ទជាជីវិតនៃយើងបានលេខមកនោះអ្នករាល់គ្នានឹងលេខមកក្នុងសេរីល្អជាមួយនឹងទ្រង់ដែរអញ្ចឹងព្រះអង្គបានប្រាប់យើងជាច្បាស់ថានៅពេលដែលព្រះអង្គយាងមកវិញអ្នកដែលស្លាប់ហើយទៅដល់ក៏មានជីវិតមានរូបកាយមួយស្ដាប់គឺថ្មីជាមួយនឹងព្រះអង្គផងដែរដូច្នេះនៅថ្ងៃនេះខ្ញុំចង់ឲ្យបងប្អូនចាំចំណុច1ចំណុច2សំខាន់ទី1បងប្អូនអ្នកដែលមិនបានទទួលជាព្រះអង្គបងប្អូនណាដែលចង់មានចិត្តប្រាថ្នាសម្រាប់ចង់បានជីវិតអកាលមានតែជឿដល់ព្រះសុគ្រីស្ទមានតែប្រែចិត្តទៅគឺព្រះសុគ្រីស្ទព្រោះព្រះអង្គបានសន្យានឹងច្បាស់ថាព្រះអង្គនឹងឲ្យយើងមានជីវិតអកាលនៅឯនគរឋានសួគ៌ហើយព្រះអង្គជាព្រះហើយបងប្អូនដែលជឿហើយសូមឲ្យព្រះអង្គបានសូមឲ្យបងប្អូនបានរួចជារបៀបថ្មីដែលព្រះអង្គបានសប្បាយឲ្យយើងនៅប៉ុណ្ណាគឺសូមបងប្អូនជំនុំចិត្តអត្រាទៅខ្ញុំសូមចប់ប្រទូព្រះសុគ្រីស្ទខ្ញុំសូមអរគុណព្រះអង្គដែលព្រះអង្គជាព្រះដែលស្រឡាញ់យើងខ្ញុំទាំងអស់គ្នាផងដែរព្រះអង្គបានលះបង់សេរីល្អដើម្បីយើងខ្ញុំទាំងអស់គ្នាផងដែរតែដើម្បីឲ្យយើងខ្ញុំទាំងអស់គ្នាបានរស់ឡើងវិញជាមួយព្រះអង្គនៅថ្ងៃព្រះអង្គយើងមកដែរសូមឲ្យព្រះបន្ទូលថ្ងៃនេះបានជួយដល់បងប្អូនប្រសិទ្ធយើងខ្ញុំទាំងអស់គ្នាកាន់តែពីយើងពីម្ដងផាទីត្រង់ថែជួយផងដែរហើយជាពិសេសសូមឲ្យព្រះបន្ទូលថ្ងៃនេះបានជួយដល់បងប្អូនយើងខ្ញុំទាំងអស់គ្នាតែគាត់មិនបានទទួលជាបងគាត់ប្រែចិត្តទទួលជាបងថាមានតែអង្គព្រះសុគ្រីស្ទមួយប៉ុណ្ណោះតែព្រះអង្គស្រឡាញ់យើងគ្រប់គ្នាព្រះអង្គសុគតដើម្បីឲ្យយើងទាំងអស់គ្នារស់ឡើងព្រះអង្គសុគតដើម្បីឲ្យយើងទាំងអស់គ្នាមានជីវិតនៅឯនគរឋានសួគ៌ផងដែរទូគុំសូមអរគុណព្រះអង្គសូមថ្វាយគុណការទាំងអស់នេះដល់ព្រះនាមចាស់ព្រះសុគ្រីស្ទអេមែនអាមែនអរគុណព្រះអង្គអរគុណពីព្រះបន្ទូលរបស់ព្រះអង្គលោកបងប្អូនចង់បានជីវិតអកាលជានិច្ចហើយរស់នៅជាមួយព្រះអង្គអត់បាទលោកបងប្អូនដឹងលោកបងប្អូន
នឹងការនេះច្បាស់ណាស់នៅខេត្តដីនេះក៏ដោយបាទពេលយើងឈឺពេលយើងមានគ្រោះថ្នាក់ឬមួយបើយើងចិត្តថត់ដង្ហើមបងប្អូនយើងចាប់ដើមដឹងថាយើងចង់រស់បន្តទៅទៀតអញ្ចឹងយើងរកគ្រូពេទ្យដើម្បីមើលឲ្យយើងជាបាទយើងដឹងឃើញថាមនុស្សទាំងអស់ដែលកើតមកនៅខេត្តដីនេះតែតែជួបការស្លាប់ប៉ុន្តែព្រះយេស៊ូវព្រះអង្គនោះយើងមកសគត់ជាប់លើជើងស្កាងនេះដើម្បីជួយយើងឲ្យបានរស់នៅជាមួយនឹងព្រះអង្គអរគុណព្រះអង្គសូមឲ្យព្រះអង្គបានសូមឲ្យព្រះបន្ទូលនៅថ្ងៃនេះបានជួយឲ្យលោកបងប្អូនបានពិចារណាពីជីវិតដែលព្រះអង្គរៀបចំសម្រាប់លោកបងប្អូនទាំងអស់គ្នាហើយសម្រាប់ពីមនុស្សនៅលើផែនដីទាំងមូលបាទសម្រាប់យើងទាំងអស់គ្នាឲ្យបានទៅរស់នៅជាមួយព្រះអង្គនៅនគរឋានសួគ៌អរគុណព្រះអង្គហើយបន្តមកទៀតក្រុមពិសេសរបស់យើងខ្ញុំមានបទមួយទៀតបាទ Hallelujah for the cross បាទ Hallelujah ដោយព្រោះជ័យឆ្កាវអរគុណព្រះអង្គសូមអញ្ជើញក្រុមពិសេសរបស់យើងអរគុណព្រះអង្គអ្នកពិសេសអាចច្រៀងចម្រៀង4សម្លេងបានអរគុណព្រះអង្គ Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
យើងដែលបានខំហាត់សូមអរគុណពោឲ្យយើងទាំងអស់គ្នាបាទឲ្យបានចម្រើនឡើងក្នុងការច្រៀងគ្រប់គ្នាត្រូវតែច្រៀងសរសើរដំកើងព្រះអង្គអរគុណព្រះអង្គនគរព្រះអង្គមានសិទ្ធិអ្នកចម្រៀងរបស់អូសប្បាយគ្រប់គ្នាច្រៀងកម្លាំងការស្ដាប់អរគុណព្រះអង្គកម្មវិធីយើងបានមកទីចប់ហើយបងប្អូនទីនេះជាព័ត៌មានផ្សេងសម្រាប់ក្រុមជំនុំរបស់យើងអរគុណព្រះអង្គហើយយើងដឹងថាវិហាររបស់យើងមានកម្មវិធីជារៀងរាល់សប្តាហ៍បាទយើងមានការរៀនព្រះបន្ទូលព្រះអង្គហើយជឿសរសើរហើយព្រះឋានចាំយាមក្នុង Zoom បាទពីម៉ោង7ដល់ម៉ោង10បាទលោកប្អូនបាទយើងមានការជឿសរសើរមកកាន់ព្រះអង្គស្ដាប់ព្រះបន្ទូលព្រះអង្គហើយនឹងអធិដ្ឋានចាំយាមបាទអរគុណព្រះអង្គចឹងថ្ងៃអង្គារថ្ងៃពុធគឺពីម៉ោង7ទៅម៉ោង10បាទអរគុណព្រះអង្គហើយនៅថ្ងៃសៅរ៍ក៏យើងមានការហាត់បទចម្រៀងផងដែរបាទពីម៉ោង6ដល់ម៉ោង9អញ្ចឹងពីម៉ោង6ដល់ម៉ោង9មានការហាត់បទចម្រៀងជារៀងរាល់អាទិត្យបាទអរគុណព្រះអង្គហើយអធិដ្ឋានចាំយាមហើយក៏រៀនព្រះបន្ទូលព្រះអង្គផងដែរអរគុណព្រះអង្គហើយយើងក៏មានកម្មវិធីផងដែរថ្ងៃថ្វាយបង្គំព្រះអង្គនៅថ្ងៃអាទិត្យម៉ោង3កន្លះបាទម៉ោង3កន្លះដល់ម៉ោង5ដូច្នេះសូមបងប្អូនចូលរួមជាមួយនឹងក្រុមជំនុំរបស់យើងទាំងអស់គ្នាបាទសូមឲ្យព្រះអង្គបានលោកបងចង់ស្គាល់ព្រះអង្គយ៉ាងច្បាស់សូមលោកបងបានចូលរួមជាមួយក្រុមជំនុំរបស់យើងសូមលោកបងបានតេតតនឹងចាស់ទុំរបស់យើងមានបងញ៉ៃមានបងប្រុសខ្ញុំបាទហើយក្រុមជំនុំយើងទាំងអស់លោកបងបាទសូមឲ្យយើងទាំងអស់គ្នាបានស្គាល់ព្រះដែលបង្កើតយើងមកព្រះអង្គស្រឡាញ់យើងខ្លាំងណាស់លោកបងស្រឡាញ់បាទពេលដាក់ដៃយ៉ាងដូចនេះគឺថាព្រះអង្គស្រឡាញ់អស់ពីចិត្តបាទហើយព្រះអង្គសង្កត់ជំនួសយើងអរគុណព្រះអង្គពីព្រមទូពីបទចម្រៀងទាំងអស់សូមឲ្យអ្វីៗបាននៅថ្ងៃនេះលោកបងបានចូលទៅពិចារណាគិតក្នុងខ្លួនរបស់យើងម្នាក់ៗតែយើងរស់នៅលើផែនដីនេះរស់តែប៉ុណ្ណឹងឬមួយក៏ចង់រស់នៅអស់ការជានិច្ចអរគុណព្រះអង្គសូមព្រះអង្គពោសូមលោកបងបានរួមចាក់ទិដ្ឋានជាមួយយើងចង់ដើម្បីបញ្ចប់កម្មវិធីព្រះសួយក៏សូមអរគុណព្រះអង្គដែលព្រះអង្គជាព្រះដ៏ពរសុទ្ធព្រះអង្គជាព្រះពុពេញដោយសេចក្តីស្រឡាញ់ព្រះអង្គជាព្រះដែលមានសេចក្តីមេត្តាករុណាដល់កូនទាំងអស់គ្នាព្រោះសេចក្តីស្រឡាញ់របស់ព្រះអង្គហើយបានព្រះអង្គយាងមកលើផែនដីនេះដើម្បីទទួលសក្តិជំនួសកូនទាំងអស់គ្នាដូច្នេះសូមព្រះអង្គបានបើកចិត្តបើកគំនិតបើកវិញ្ញាណរបស់កូនទាំងអស់គ្នាឲ្យឃើញព្រះដែលបានបង្កើតកូនទាំងអស់គ្នាហើយព្រះអង្គកំពុងតែរងចាំកូនទាំងអស់គ្នានៅគោលឋានសួគ៌ផងដែរសូមព្រះអង្គទាមពរឲ្យកូនទាំងអស់គ្នាមានសេចក្តីសុខសាន្តមានអំណរដែលដឹងថាកូនទាំងអស់គ្នាព្រះអង្គបានបង្កើតមកផងដែរអរគុណព្រះអង្គហើយនៅបន្តិចទៀតនេះកូនមានការបរិភោគជាមួយនឹងគ្នានោះសូមឲ្យសេចក្តីអំណរនឹងការប្រកបជាបងជាប្អូនជាឪពុកជាម្ដាយជាញាតិជាមិត្តអង្គហើយសូមព្រះអង្គទាមពរឲ្យកូនគ្នាទាំងអស់គ្នាមានអំណរជាមួយគ្នាហើយសូមព្រះអង្គបានសម្អាតចំណីអាហារនេះឲ្យបានស្អាតឲ្យកូនទាំងអស់គ្នាបានបរិភោគទៅមានកម្លាំងមកពីព្រះអង្គទាំងអស់គ្នាផងដែរហើយសូមព្រះអង្គញ៉ៃកូនទាំងអស់គ្នាជាស្អាតជាបរិសុទ្ធឲ្យកូនទាំងអស់គ្នាបានរស់នៅដើម្បីសរសើរនឹងការព្រះអង្គរស់នៅចាំពេលដែលព្រះអង្គយាងមកទទួលកូនទាំងគ្នាឲ្យបានទៅនៅជាមួយព្រះអង្គក៏សូមថ្វាយគ្រប់ទាំងកិច្ចការទាំងអស់បទចម្រៀងព្រះបន្ទូលដែលកូនបានស្ដាប់នៅថ្ងៃនេះនៅក្នុងព្រះនាមព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទអាមែនព្រះអង្គសូមលោកបងបានប្រកបគ្នានៅខាងក្រោយបានមានមុខអាហារពិសេសយកជាបញ្ចប់វិញ អ
học bê vậy mình xin chào mọi người chào fresh air Chơi mấy đừng có